លីកកម្ពុជាទាំង5នៅតំបន់អឺរ៉ុបគឺចប់សពគ្រប់រួចរាល់រៀបរយអស់ហើយកាលពីយប់មិញនេះបាទដូច្នេះយើងត្រូវរងចាំរយៈពេលប្រមាណជា2ខែកន្លះទៅជិត3ខែទៀតទើបបានទស្សនាលីកកម្ពុជាទាំង5នៅតំបន់អឺរ៉ុបបានត្រឡប់មកវិញបងប្អូនណាបាទអញ្ចឹងយើងត្រូវរងចាំនឹងយូរដែរក៏ប៉ុន្តែមុននឹងដល់ការរងចាំនោះគឺយើងអាចនឹងទស្សនាបានបាល់មិត្តភាពក៏ដូចជាក្លឹប World Cup ដែលនឹងគៀកមកដល់ផងដែរបាទបងប្អូនបាទនៅតំបន់អឺរ៉ុបលីកកម្ពុជាទាំង5នោះចប់រួចរាល់អស់ហើយរកឃើញជើងឯកអស់ហើយយើងទៅមើលជើងឯកនៅឯប្រទេសបារាំងនៅឯបារាំងគឺ Paris Saint-Germain ជាអ្នកកាន់កាប់កំពូលតារាងលេខ1ឈ្នះជើងឯកបាទនៅពីលើ Marseille បាទ84ពិន្ទុសម្រាប់ Paris Marseille ត្រឹមតែ65ពិន្ទុទេហើយកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនៅឯលីកអង់នៅក្នុងប្រទេសបារាំងនោះគឺមាន2នាក់ Ousmane Dembélé រួមជាមួយនឹង Mason Greenwood 21គ្រាប់ដូចគ្នាបាទអ្នកទាំងពីរនេះបាទគណៈដែលនៅឯប្រទេសអាល្លឺម៉ង់ Bundesliga គឺ Bayern Munich ជាអ្នកគ្រងជើងឯកបាទលេខ1នៅក្នុងរដូវកាលនេះគឺមាន82ពិន្ទុហើយ Leverkusen ឆ្លេរិងទី2មានត្រឹមតែ69ពិន្ទុទេគណៈដែលកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបានស្បែកជើងមាសនៅឯ Bundesliga គឺ Harry Kane បាទ Harry Kane គឺបានចំនួន26គ្រាប់បាទអញ្ចឹងយើងទៅមើលនៅឯអ៊ីតាលីម្ចាស់ជើងឯកគឺបដូរមុខបាទគឺ Napoli មាន82ពិន្ទុដែរបាទ Napoli មាន82ពិន្ទុហើយក្រុងជើងឯកដូចជាមួយនឹង Bayern Munich គណៈដែល Paris Saint-Germain មាន84ពិន្ទុក្បែរគ្នាបាទអញ្ចឹងនៅអ៊ីតាលី Napoli ជាអ្នកឈ្នះជើងឯកហើយលើសតែ1ពិន្ទុទេពី Inter Milan បាទ Napoli ឈ្នះជើងឯកហើយអ្នកដែលឈ្នះស្បែកជើងមាសនៅឯអ៊ីតាលីគឺ Matteo Retegui របស់ Atalanta មាន25គ្រាប់បាទសម្រាប់ Matteo Retegui បាទអញ្ចឹងនៅអ៊ីតាលីរកឃើញហើយជើងឯកបាទគឺ Napoli ជើងឯករងគឺ Inter Milan តែ Inter Milan មានកៅអីលេងវគ្គប្រាច់ព្រាត់ Champions League រដូវកាលហ្នឹងបាទនៅសល់ប្រហែលថ្ងៃទៀតដល់ហើយបាទយីទៅមើលលីកកំពូលរបស់អេស្ប៉ាញគឺ La Liga Barcelona គឺជាអ្នកកាន់កាប់កំពូលតារាងលេខ1មាន88ពិន្ទុខណៈដែល Real Madrid ឆ្លៃរឿងទី2គឺមានត្រឹមតែ84ពិន្ទុទេខុសគ្នា4ពិន្ទុ Barcelona ឈ្នះជើងឯកលើកទី28សម័យបាទគណៈដែលកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេឈ្នះស្បែកជើងមាសនៅក្នុងរដូវកាលនេះនៅក្នុងពានរង្វាន់ La Liga បាទគឺ Kylian Mbappé បាទឡើងមកលេងនៅរដូវកាលថ្មីក៏ឈ្នះស្បែកជើងមាសមាន31គ្រាប់ច្រើនណាស់បងប្អូនអើយបាទច្រើនជាង Greenwood នៅឯលីកអង់ច្រើនជាង Harry Kane នៅ Bundesliga ច្រើនជាង Retegui នៅឯអ៊ីតាលីបាទហើយ Kylian Mbappé មាន31គ្រាប់បងប្អូនហើយបាទ31គ្រាប់បាទខណៈដែលលេខ2នោះ Robert Lewandowski បាទ Lewandowski មានតែ27គ្រាប់ទេក្រោម Mbappé ដល់ទៅ4គ្រាប់ឯណោះបាទចឹងអបអរសាទរដល់ Mbappé ជាអ្នកឈ្នះស្បែកជើងមាសនៅឯ La Liga រដូវកាលនេះបាទលីកកំពូលធំជាងគេនៅតំបន់អឺរ៉ុបគឺ English Premier League បាទរបស់អង់គ្លេសបច្ចុប្បន្ននេះគឺម្ចាស់ជើងឯកហង្សក្រហម Liverpool ឈរលេខទី1បាទមាន84ពិន្ទុគណៈដែល Arsenal លេខ2មានត្រឹមតែ74ពិន្ទុទេម្ចាស់ស្បែកជើងមាសនៅឯលីកកំពូលរបស់អង់គ្លេសបាទ Premier League គឺ Mohamed Salah មាន29គ្រាប់នៅពីក្រោម Mbappé បងប្អូនណាបាទអញ្ចឹង Mbappé គឺជាអ្នកដែលមានគ្រាប់បាល់ច្រើនជាងគេនៅក្នុងលីកកំពូលទាំង5ណាបងប្អូនណាមិនធម្មតាទេបាទនៅបារាំងអ៊ីតាលីអាល្លឺម៉ង់អេស្ប៉ាញអង់គ្លេសគឺ Mbappé សុទ្ធច្រើនជាងគេ31គ្រាប់ Salah លេខ2ទេណាបងប្អូនណាបាទមានតែ29គ្រាប់ទេក្នុងចំណោមលីកកំពូលទាំង5នេះ Mbappé កប់ស៊េរីបាទពេញឆ្ងាញ់ណា Mbappé បាទល្អមែនទែនអ៊ីសាក់នៅអង់គ្លេសបានត្រឹមតែ23គ្រាប់ទេឆ្លៃរឿងទី2បាទអញ្ចឹងបើយើងនិយាយពីលីកកំពូលទាំង5នៅតំបន់អឺរ៉ុបបាទមានតែ Barcelona មួយគត់ដែលមាន88ពិន្ទុបាទគណៈដែល Liverpool តែ84ពិន្ទុទេឈ្នះជើងឯកចប់រដូវកាលទៅណាបងប្អូនណា Barcelona លេខ1មាន88ពិន្ទុបងប្អូនណាបាទច្រើនជាងគេទាំងអស់គណៈដែល Napoli មានតែ82ពិន្ទុទេ Bayern Munich ក៏មានត្រឹមតែ82ពិន្ទុដែរហើយ Paris Saint-Germain មានតែ84ពិន្ទុទេ Barcelona 88គឺជាក្រុមដែលឈ្នះជើងឯកបិទបញ្ចប់រដូវកាលទៅមានពិន្ទុច្រើនជាងគេទាំងអស់គឺលេខ1គឺ Barcelona ដែលមាន88ពិន្ទុបាទចឹងអបអរសាទរដល់ Barcelona ដែលឈ្នះជើងឯកហើយពិន្ទុក៏ច្រើនជាងគេទៀតនៅក្នុងចំណោមលីកកំពូលទាំង5 Barcelona ល្អមែនទែនរដូវកាលនេះក៏ប៉ុន្តែស្ដាយដែលធ្លាក់ចេញពី Champions League បាទអរគុណច្រើនបងប្អូនយើងទាំងគ្នាបាទខ្ញុំមានតែប៉ុណ្្នឹងទេបាទសម្រាប់លីកកំពូលទាំង5នៅតំបន់អឺរ៉ុបយើងត្រូវរងចាំ2ខែជាងជិត3ខែទៀតបាទ2ខែកន្លះ2ខែ20ថ្ងៃអីចឹងទៅ
បាទនឹងដល់លីកកម្ពុជាទាំង5នៅអឺរ៉ុបវិញហើយបងប្អូនណាគណៈដែលលីកកម្ពុជានៅឯប្រទេសអង់គ្លេសនឹងមានការប្រកាសជាផ្លូវការថានឹងត្រូវប្រកួតថ្ងៃណានៅថ្ងៃទី18ហើយបាទថ្ងៃ18ខែក្រោយហ្នឹងគឺប្រកាសហើយថាតើអង់គ្លេសនឹងត្រូវចាប់ផ្ដើមប្រកួតសប្តាហ៍ដំបូងនៅថ្ងៃណាគេចេញ schedule នៅថ្ងៃទី18ហើយបាទអរគុណសម្រាប់ការទស្សនាបងប្អូនយើងខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណច្រើនសម្រាប់ការទស្សនា